ជាទូទៅឪពុកម្ដាយមិនបាច់ចាំរៀនឆ្លាតត្រូវទេកូនរៀនបកកែពីច្រើនចេញពីឪពុកម្ដាយដែលអត់បានរៀនក៏មានដែរគឺការស្រឡាញ់ការលើកទឹកចិត្តការជួយប៉ះប៉ូវនៅអ្វីដែលខ្វះខាតឧទាហរណ៍ដល់មកឲ្យកូនកុំសិក្សាយូរពេកថ្ងៃចូលកេរទៅកូនណាហើយបំធ្វើកិច្ចការសោះមកវិញខ្ជិលហើយបំរៀនមិនជាបំបកកែរៀនដូចគេខ្ញុំគេតែកូនកុំរៀនច្រើនពេករៀនគឺដើម្បីចេះឲ្យសុបាយបើរៀនដើម្បីស្ទើរកុំរៀនណាបាទហើយដើរលេងខ្លះកូនយកគេហៅថាចិត្តសាស្ត្រផ្ទុយណាសូគេប្រើចិត្តសាស្ត្រផ្ទុយដូច្នេះហើយការនិយាយស្ដីសំខាន់ណាស់មិនថាម៉ែអីនឹងចេះមានក្រគឺថានិយាយមកគឺអញនិយមត្រូវតែធ្វើតាមអញម្ដាយក៏ខ្លាចដែរត្រូវធ្វើតាមឪវាទៅណាកូនធ្វើតាមប៉ាទៅហើយអត់មានហេតុផលហើយអត់និយាយតែត្រូវធ្វើប្រាប់ចឹងមកដូច្នេះហើយអត់មានការសន្ទនាជាមួយកូនជាមួយប្រពន្ធហើយដឹកមុខអាហ្នឹងគ្រួសារហ្នឹងគឺច្រើនបរាជ័យទី2អនុញ្ញាតកូនឯងធ្វើអីទៅអត់ខ្វល់មកសេរីចង់ធ្វើមិត្តភក្តិមួយកូនខ្លាចកូនខឹងស្អប់ហើយចង់ដើរទៀតពាក់មួយកូនចូលបាមួយកូនទៀតហើយអត់ខ្វល់អត់អីទាំងអស់ឲ្យតែកូនសុបាយឲ្យកូនចូលចិត្តអាហ្នឹងគឺច្រើននៅប្រទេសអារ៉ុបមួយទៀតគឺថា ignore ហើយខ្មែរយើងមានច្រើនជាងគេកើតមកគឺអត់ខ្វល់កូននៅមុខអត់ខ្វល់មិនតែយើងអត់ចង់ដឹងលឿមិនទទួលខុសត្រូវមក zero ហើយយើងហងៃច្រើនលើលោកណាលើលោកមកលើលោកនេះចាញ់គេកូនបោះចោលទៅមួយទៀតការនិយាយស្ដីចេះនិយាយចេះលួងចេះហេតុផលចេះពយល់ហើយចេះអនុគ្រោះមានទៅមានមកមានសមមានហេតុផលទាំងអស់ហ្នឹងអាទីចុងក្រោយនេះគឺគេហៅថាវិធីសាស្ត្រល្អហើយការប្រើប្រាស់នេះខ្ញុំឃើញអ្នកក្រហើយអ្នកថ្លៃថ្នូរគេប្រើច្រើនមានន័យថាគេចូលរួមជាមួយសាលាពេលគេហៅទៅប្រជុំបាច់ចេះទេពួកគេបកប្រែឲ្យទៀតហើយបើរៀនអត់ចេះទេគេហៅគ្រូមកជួយមកណែនាំបញ្យល់ណាហើយការនិយាយស្ដីរបស់គាត់ហ្នឹងគឺចាស់ទុំក្នុងសង្គមហ្នឹងគេស្គាល់បាច់ឲ្យលុយផងយកការគេគោរពទៅពីថ្លៃថ្នូររបស់យើងណាបាទហើយមួយទៀតផងដែរក៏គាត់មិនយល់ទេឲ្យគាត់ calm down ហើយចាំទៅសាលាសួរថាមេរៀននេះមិនបានកូនពិបាកមែនតែហ្នឹងការរីធ្វើហ្នឹងគាត់ខ្លាំងគាត់ខំពេកឬក៏សាលាដាក់មេរៀនជ្រុលពេកហើយចង់ដឹងថាសិស្សទាំងអស់ចឹងដែរអត់អញ្ចឹងយើងទៅសហការជាមួយគ្រូសហការជាមួយសាលាហើយជាមួយកូនមិត្តភក្តិកូនហ្នឹងហើយគេហៅថាចូលរួមដៃគូជាមួយសាលាដែលខ្ញុំនិយាយមិញហ្នឹងអញ្ចឹងណាបាទនេះជាគេហៅថាផ្នត់គំនិតរបស់ឪពុកម្ដាយចំពោះកូនដែលប្រឈមនឹងបញ្ហាសរសើរប៉ុន្តែការ raise ការចិញ្ចឹមកូនហ្នឹងបើយើងចិញ្ចឹមត្រូវអានឹងកូនភាគច្រើនសម្បូរតែជោគជ័យទាំងផ្លូវចិត្តផ្លូវកាយហើយផ្លូវសង្គម